Nothing Phone 3A និង 3A Pro គឺជាទូរស័ព្ទដែលមានក្នុងខាងក្រៅប្លែកពីទូរស័ព្ទផ្សេងទៀតដែលចេញនៅក្នុងឆ្នាំ2025នេះហើយចំណុចដែលទាក់ទាញបំផុតនោះគឺការរចនាទម្រង់កាមេរ៉ារបស់វាដែលមិនច្រឡំជាមួយនឹងក្រុមហ៊ុនផ្សេងឡើយស្ថិតនៅក្នុងតម្លៃខ្ទង់$379និង$459សមត្ថភាពកាមេរ៉ារបស់ទូរស័ព្ទ Nothing Phone 3A និង 3A Pro មានកម្រិតកាមេរ៉ាខ្ពស់មួយប៉ុន្តែมันអាចប្រជែងជាមួយនឹង flagship បានឡើយដោយក្រុមហ៊ុន Nothing បានយកទូរស័ព្ទនេះទៅសាកល្បងថតជាមួយ iPhone 16និងបង្ហាញថាគុណភាពដែលថតចេញពី Nothing Phone 3A និង 3A Pro បានដំឡើងគុណភាពការថតប្រសើរជាងជំនាន់មុនទាំងសមត្ថភាពកម្រិតភាពច្បាស់ការ zoom optical លើ lens ថ្មីរបស់វាក៏បានប្រសើរជាងមុនដែរបើថតនៅពេលថ្ងៃកន្លែងមានពន្លឺគ្រប់គ្រាន់ lens go និង lens telephoto របស់វាអាចស្ថិតនៅលំដាប់ខ្ពស់បានដូចជារូបប្រមាណសន្លឹកនេះយើងសឹងតែមិនដឹងថារូបមួយណាថតចេញពី iPhone 16 Galaxy S25 Ultra និង Nothing Phone 3A Nothing Phone 3A និង 3A Pro មានកាមេរ៉ាមិនសូវខុសគ្នាប៉ុន្មានទេដោយកាមេរ៉ាគោលមានទំហំ50 megapixel មាន OIS ប្រើប្រាស់ lens 24mm aperture 1.9 ចំណែក lens ultra wide វិញមានទំហំ8 megapixel aperture f2.2 អាចចាប់រូបភាពនៅក្នុងមុំ120ដឺក្រេអ្វីដែលខុសគ្នានោះគឺមានតែ lens telephoto ទេដោយ Nothing Phone 3A និង 3A Pro ប្រើប្រាស់ sensor ទំហំ50 megapixel ដូចគ្នាប៉ុន្តែនៅលើ 3A គេបំពាក់ lens 50mm អាច zoom optical បាន2ដងចំណែកឯនៅលើ 3A Pro វិញគេប្រើប្រាស់ lens 70mm អាច zoom optical បាន3ដងនិងប្រើប្រាស់ lens នេះសម្រាប់ការថត macro ផងដែរនៅក្នុងចំណោមកាមេរ៉ាទាំង3គ្រាប់គេសង្កេតឃើញថា lens to lens ស្ថិតនៅមានកម្រិតទាបជាងគេមិនថាការថតនៅពេលយប់ឬការថតនៅពេលថ្ងៃឡើយដោយហ្គេមរូបភាពថតចេញពី lens នេះមានសភាពស្រាលឆាប់ឡើងក្របណយនិងបែកសាច់រូបភាពបែបគំនូរហើយគុណភាពវីដេអូនៅពេលយប់វិញកាន់តែធ្លាក់ខ្លាំងថែមទៀតយ៉ាងណាមិញកាមេរ៉ាគោលនិងកាមេរ៉ា telephoto របស់ Nothing Phone 3A និង 3A Pro វាធ្វើបានល្អច្រើនសម្រាប់រូបភាពនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់អាចប្រៀបធៀបជាមួយនឹងទូរស័ព្ទដែលមានតម្លៃលើសវា2 ទៅ 3 ដងបានទាំងអស់នេះគឺជាសមត្ថភាពរបស់ Nothing Phone 3A និង 3A Pro ហើយយើងក៏នឹងចាំអត់មើលថា Nothing Phone 3ដែលជា flagship ប្រចាំឆ្នាំពីក្រុមហ៊ុន Nothing តើមានសមត្ថភាពកាមេរ៉ាអាចប្រជែងជាមួយនឹងទូរស័ព្ទកំពូលដែលចេញនៅឆ្នាំ2025នេះឬក៏យ៉ាងណា